ឪពុកសាមីជូបានទៅដល់ផ្ទះគ្រួសារជនរងគ្រោះនិងផ្ដល់ប្រាក់សំណងចំនួន$60,000អ្នកតាមដានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយជនត្រូវចោទឈ្មោះសាមមីជូប្រកាសជាបានជ្រាបហើយថាកាលពីថ្ងៃទី31ខែកក្កដាឆ្នាំ2026កន្លងទៅចៅក្រមស៊ើបសួរសាលាដំបងរាជធានីភ្នំពេញលោកសំវាសនាបានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទឈ្មោះខាងលើដាក់ពន្ធនាគាររាជធានីភ្នំពេញជាបណ្ដោះអាសន្នតាមប្រភពបានឲ្យដឹងថាការសម្រេចនេះធ្វើឡើងក្រោមបទចោទប្រកាន់បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យអ្នកដទៃស្លាប់និងបទរត់គេចខ្លួនដែលបានប្រព្រឹត្តនៅចំណុចមុខផ្សារអ៊ីអន2នៅលើផ្លូវ1003ភូមិបន្លាស្អិតសង្កាត់ក្មួយខណ្ឌសែនសុខរាជធានីភ្នំពេញកាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2026តាមបញ្ញត្តិមាត្រា85នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនិងមាត្រា543នៃក្រមព្រហ្មទណ្ឌយ៉ាងណាមិញនៅថ្ងៃទី7ខែសីហាឆ្នាំ2026នេះតាមរយៈเพจលោកសុនសុភ័ក្របានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយស្ត្រីឈ្មោះសាមមីជូពេលនេះត្រូវបានឪពុករបស់សាមមីជូផ្ដល់សំណងជូនគ្រួសារជនរងគ្រោះចំនួន$60,000ដោយការសម្របសម្រួលនិងផ្ដល់សំណងនេះបានធ្វើឡើងកាលពីថ្ងៃទី6ខែសីហាឆ្នាំ2026នៅសាលាឃុំខ្ចៅស្រុកកងមាសខេត្តកំពង់ចាមសូមបញ្ជាក់ផងដែរថាបើទោះបីទទួលបានសំណងពីក្រុមគ្រួសារជនបង្កតែជនជាប់ចោទសាមមីជូនៅតែបន្តជាប់ពន្ធនាគារដដែលដើម្បីទទួលទោសតាមច្បាប់ចំពោះរឿងនេះដែរអ្នកនាងមុតស្រីនាងក៏បានលើកឡើងជាមតិផងដែរថាអ៊ំពូមីងប្រហែលមិនទាន់ភ្លេចក្មួយស្រីកំសត់ម្ចាស់ច្រាស់ដោះធ្មេញម្នាក់នេះទេរឿងរ៉ាវការបាត់បង់ជីវិតរបស់ឪពុកនាងបានឈានដល់ដំណាក់កាលលោកអុកញ៉ាតុងហុងសេងជាឪពុករបស់ឈ្មោះសាមមីជូបានសងសំណងរដ្ឋប្រវេណីចំនួន$60,000ជូនទៅម្ដាយនាងតូចដែលត្រូវជាភរិយារបស់ជនរងគ្រោះរួចហើយដោយឡែកឈ្មោះសាមមីជូជនបង្កដែលកំពុងជាប់ឃុំខ្លួននៅក្នុងពន្ធនាគារភ្នំពេញដើម្បីបន្តផ្ដាល់ទានទោសតាមច្បាប់ប្រភពពីលោកពូផែវណ្ណៈលុយច្រើនប៉ុណ្ណាក៏មិនអាចលុបភាពឈឺចាប់នៃការបាត់បង់ពេញមួយជីវិតបានឡើយសូមឲ្យក្មួយធំឡើងមានវាសនាខ្ពស់មានការងារល្អមានចំណេះដឹងខ្ពស់រស់មានសំណាងល្អជានិច្ចណាក្មួយណាស្របគ្នានោះដែរក៏មានអ្នកចូលបញ្ចេញមតិថាប្តីគាត់រកបានមួយខែ$1,200សងប៉ុណ្ណឹងឲ្យចិញ្ចឹមកូនតតែរៀនចប់មែនកាក់លុយទេប្តីគាត់រកតែ5ឆ្នាំគ្រប់មិនសមសងប៉ុណ្ណឹងទេជួយចិញ្ចឹមកូនដល់រៀនចប់ផងសូមរំលឹកផងដែរថាយោងតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថារថយន្តម៉ាក Avata 11ពាក់ផ្លាកលេខកម្ពុជា VC 8989បានបើកវ៉ាចែងចូលទៅផ្លូវម្ខាងទៀតរួចជ្រុលទៅបុកជាមួយម៉ូតូជនរងគ្រោះម៉ាក Honda Scorpio ពាក់ផ្លាកលេខភ្នំពេញ 1XL 4247ក្នុងទិសដៅបញ្ច្រាស់គ្នាពេញទំហឹងបណ្ដាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅចំណុចបណ្ដោយផ្លូវលេខ1003សង្កាត់ក្មួយខណ្ឌសែនសុខរាជធានីភ្នំពេញផ្អែកតាមអត្តសញ្ញាណប័ណ្ណដែលគេរើសបាននៅកន្លែងកើតហេតុជនរងគ្រោះឈ្មោះគួចលំហ៊ានអាយុ35ឆ្នាំមានស្រុកកំណើតនៅឃុំខ្ចៅស្រុកកងមាសខេត្តកំពង់ចាមជាមន្ត្រីនៃមន្ទីរពិសោធន៍សំណង់និងជាសាធារណការខណៈអត្តសញ្ញាណម្ចាស់រថយន្តត្រូវបានគេស្គាល់ឈ្មោះសាមមីជូភេទស្រីអាយុ27ឆ្នាំអាស័យដ្ឋានផ្ទះលេខ 789K ផ្លូវ1800ភូមិទួលគោកសង្កាត់ទូសង្កែខណ្ឌឫស្សីកែវរាជធានីភ្នំពេញ